សង្គ្រាមដ៏ខ្លាំងក្លាចុងក្រោយនេះព្រោះតែអាមេរិកនិងអឺរ៉ុបជួយផ្ដល់បច្ចេកវិទ្យាឲ្យអ៊ុយក្រែនរីឯរុស្ស៊ីនិងចិនផ្ដល់ឲ្យអ៊ីរ៉ង់ក្នុងការវាយប្រហារគ្នាទៅវិញទៅមកក្នុងសង្គ្រាមដ៏ខ្លាំងក្លាចុងក្រោយនេះប្រទេសមហាអំណាចត្រូវបានរាយការណ៍ថាបានបញ្ជូនអាវុធទៅឲ្យប្រទេសសម្ព័ន្ធមិត្តរៀងៗខ្លួនដើម្បីវាយប្រហារឆ្លើយតបទៅមហាអំណាចដែលឈ្លានពានប្រទេសតូចៗសម្រាប់សង្គ្រាមលើប្រទេសអ៊ុយក្រែនមហាអំណាចនុយក្លេអ៊ែររុស្ស៊ីរងការចោទថាជាអ្នកបង្កសង្គ្រាមចាប់តាំងពីដើមឆ្នាំ2022មកដល់បច្ចុប្បន្ននេះគណៈសង្គ្រាមនៅប្រទេសអ៊ីរ៉ង់វិញមហាអំណាចសហរដ្ឋអាមេរិកក៏រងការចោទប្រកាន់ថាបានរួមដៃជាមួយអ៊ីស្រាអែលលួចវាយឈ្មោះអ៊ីរ៉ង់ដែលបង្កទៅជាសង្គ្រាមកាន់តែធំនិងមិនចាញ់មិនឈ្នះរហូតដល់ពេលនេះសង្គ្រាមទាំងពីរមុខព្រួញដែលផ្ដើមចេញពីមហាអំណាចនុយក្លេអ៊ែរដូចគ្នានៅមិនទាន់អាចរកដំណោះស្រាយឈានទៅបញ្ចប់នោះទេបើទោះបីជាសង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ហាក់មានទំនោរទៅរកការបញ្ចប់រហ័សជាងដោយសារតែលទ្ធភាពនៃការចរចាបានកើតឡើងជាបន្តបន្ទាប់ស្ថិតក្នុងដំណាក់កាលនៃការវិប្រហារដ៏ខ្លាំងក្លាលើគូសត្រូវទាំងសងខាងនៃពេលនេះមហាអំណាចនីមួយៗបានផ្ដល់ការគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីវិបកទៅកាន់សត្រូវវិញក្នុងនោះសហរដ្ឋអាមេរិកនិងមហាអំណាចអឺរ៉ុបបានផ្ដល់ការគាំទ្រដល់អ៊ុយក្រែនរីឯមហាអំណាចរុស្ស៊ីនិងចិនត្រូវបានរាយការណ៍ថាបានផ្ដល់ការគាំទ្រដល់អ៊ីរ៉ង់តាមសេចក្តីរាយការណ៍របស់ UATV English ចុះផ្សាយនៅដើមខែសីហានេះមហាអំណាចសហរដ្ឋអាមេរិកនិងបារាំងបានផ្ដល់ជំនួយផ្នែកស៊ើបការសម្ងាត់ដល់ការធ្វើផែនការរបស់អ៊ុយក្រែនសម្រាប់ការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយចូលទៅទឹកដីរុស្ស៊ីដោយការដកស្រង់បន្តពីសារព័ត៌មាន The Financial Times សេចក្តីរាយការណ៍នោះបានលើកឡើងថាអ៊ុយក្រែនបានផ្លាស់ប្ដូរនូវយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ការវាយប្រហារចម្ងាយឆ្ងាយប្រឆាំងនឹងវិស័យថាមពលរបស់ប្រទេសរុស្ស៊ីជំនួសឲ្យការធ្វើការវាយប្រហារទ្រង់ទ្រាយធំលើរោងចក្រចម្រាញ់ប្រេងឥឡូវនេះអ៊ុយក្រែនកំពុងផ្ដោតលើធាតុផ្សំសំខាន់ៗដែលពិបាកនឹងជំនួសវិញដែលមានគោលបំណងធ្វើឲ្យគ្រឹះស្ថានទាំងនោះផ្អាកប្រតិបត្តិការក្នុងរយៈពេលយូរមន្ត្រីអ៊ុយក្រែនបានលើកឡើងថាព័ត៌មានស៊ើបការសម្ងាត់ផ្ដល់ដោយសហរដ្ឋអាមេរិកនិងបារាំងបានជួយដល់ការធ្វើផែនការដាក់ពង្រាយឧបករណ៍ការពារអាកាសរបស់រុស្ស៊ីនិងកំណត់ផ្លូវវាយប្រហារដែលអនុញ្ញាតឲ្យដ្រូនគេចរួចពីប្រព័ន្ធការពារអាកាសនិងទៅដល់គោលដៅជ្រៅក្នុងប្រទេសរុស្ស៊ីលោក Robert Brody ដែលមានរហស្សនាមហៅថា Medja មេបញ្ជាការកងកម្លាំងប្រព័ន្ធដ្រូនយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានថ្លែងថាយុទ្ធនាការនេះត្រូវបានផ្អែកលើការបំផ្លាញជាប្រព័ន្ធនៅប្រព័ន្ធការពារដែនអាកាសស្ថានីយ៍រ៉ាដានិងបរិក្ខារសង្គ្រាមអេឡិចត្រូនិករបស់រុស្ស៊ីដើម្បីបង្កើតច្រករបៀងសម្រាប់ប្រតិបត្តិការដ្រូនចម្ងាយឆ្ងាយយោងតាមរបាយការណ៍យុទ្ធនាការនេះកំពុងតម្រង់ទិសដៅលើភាគខាងកើតនៃទ្វីបអឺរ៉ុបរបស់រុស្ស៊ីដែលតំបន់តាំងទីលំនៅរបស់ប្រជាជនប្រមាណ80លាននាក់ក៏ដូចជាដែនដីអ៊ុយក្រែនដែលកំពុងត្រូវបានកាន់កាប់ជាបណ្ដោះអាសន្នគោលបំណងគឺដើម្បីធ្វើឲ្យការវាយប្រហារនីមួយៗបង្កជាការខាតបង់និងចំណាយខ្ពស់បំផុតតាមតែអាចធ្វើទៅបានសម្រាប់ទីក្រុងមូស្គូងាកទៅកាន់ភាគីអារ៉ង់ឯនោះវិញមានសេចក្តីរាយការណ៍គួរជាទីទុកចិត្តថាភាគីរុស្ស៊ីបានផ្ដល់ឲ្យភាគីអារ៉ង់នៅផ្កាយរណបដែលផ្ដល់ទិន្នន័យសម្រាប់ការវាយប្រហារលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិករួមទាំងការផ្ដល់នូវបច្ចេកវិទ្យាដ្រូនមើលឃើញច្បាស់មុនវាយប្រហារនេះបើយោងតាម Middle East Institute ទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ីរ៉ង់ពិតជាបានក្លាយជាប្រធានបទក្តៅគគុកនិងជាកង្វល់ដ៏ធំមួយសម្រាប់សហរដ្ឋអាមេរិកព្រមទាំងសម្ព័ន្ធមិត្តទាំងនៅអឺរ៉ុបនិងមជ្ឈិមបូព៌ាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះបានផ្លាស់ប្ដូរពីទំនាក់ទំនងធម្មតាទៅជាសម្ព័ន្ធភាពយុទ្ធសាស្ត្រស៊ីជម្រៅតាមរយៈការផ្ទេរបច្ចេកវិទ្យាយោធាការកិច្ចរួចពីទណ្ឌកម្មលើវិស័យសេដ្ឋកិច្ចនិងការតម្រង់ទិសដៅភូមិសាស្ត្រនយោបាយយោងតាមរបាយការណ៍ស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកចិនបានជួយផ្គត់ផ្គង់សមាសភាគនិងគ្រឿងបន្លាស់មីស៊ីលយ៉ាងសំខាន់ដល់ប្រទេសអ៊ីរ៉ង់ការជួយជ្រោមជ្រែងបច្ចេកវិទ្យានិងគ្រឿងបន្លាស់ពីចិននេះធ្វើឲ្យអ៊ីរ៉ង់បង្កើនល្បឿននៃការកសាងសមត្ថភាពយោធាយ៉ាងឆាប់រហ័សក្នុងកំឡុងពេលនៃបទឈប់បាញ់ក្រោយថ្ងៃទី8ខែមេសាជំនួយផ្នែកបច្ចេកវិទ្យានិងសមាសភាគគ្រឿងបន្លាស់ធ្វើឲ្យអ៊ីរ៉ង់ស្ដារឡើងវិញនៅប្រព័ន្ធមីស៊ីលនិងបានជួយឲ្យអ៊ីរ៉ង់អាចជួសជុលនិងកសាងឡើងវិញនៅប្រព័ន្ធមីស៊ីលប៉ាឡេស្ទិកនិងមីស៊ីលគ្រូសដែលមានតម្លៃខ្ពស់របស់ខ្លួនឡើងវិញបានយ៉ាងឆាប់រហ័សការវាយប្រហារដោយមីស៊ីលនិងដ្រូនរវាងរុស្ស៊ីនិងអ៊ុយក្រែនបន្តឆក់យកជីវិតជនស៊ីវិលនិងបំផ្លាញឃ្លាំងស្តុកទំនិញសំខាន់ៗ
បន្ទាប់ពីរុស្ស៊ីកាលពីយប់ថ្ងៃទី31កក្កដាមកដល់ថ្ងៃទី1សីហាបាញ់មីស៊ីលប៉ាឡេស្ទិកនិងបញ្ជូនដ្រូនដល់ច្រើនវាយប្រហារក្រុងគីវបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច9នាក់និងរបួស30នាក់អ៊ុយក្រែនបានវាយប្រហារសងសឹកវិញដោយដ្រូនលើរុស្ស៊ីបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច8នាក់ហើយបណ្ដាទីតាំងឧស្សាហកម្មនិងឃ្លាំងស្តុករបស់ក្រុមហ៊ុនយក្សរុស្ស៊ីមួយក៏រងការវាយប្រហារដែរនេះបើតាមការអះអាងរបស់អាជ្ញាធរមូលដ្ឋានការវាយប្រហារតបតទាំងនេះរបស់អ៊ុយក្រែនក៏ធ្វើឡើងបន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំមួយរបស់រុស្ស៊ីកាលពីប្រមាណថ្ងៃមុននេះបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច10នាក់និងរបួសជាង50នាក់នៅពាសពេញអ៊ុយក្រែនក្រសួងការពារប្រទេសរុស្ស៊ីថ្លែងកាលពីថ្ងៃទី1សីហាថាការវាយប្រហារបណ្ដាទីតាំងប្លុកឧស្សាហកម្មយោធានិងបណ្ដាមជ្ឈមណ្ឌលភស្តុភារនៅក្រុងគីវមិនដល់2សប្តាហ៍ផងអ៊ុយក្រែនបានវាយប្រហារឃ្លាំងប្រមាណជា12កន្លែងរបស់ក្រុមហ៊ុនផ្គត់ផ្គង់យក្សរុស្ស៊ី Wildberries ដែលគេចាត់ទុកដូចជាក្រុមហ៊ុនយក្សអាមេរិក Amazon ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែនដែលសម្ដៅបំផ្លាញសេដ្ឋកិច្ចរុស្ស៊ីនិងចង់ឲ្យពលរដ្ឋរុស្ស៊ីឃើញពីបណ្ដាផលវិបាកនៃសង្គ្រាមនាពេលយប់កងកម្លាំងការពារអាកាសរុស្ស៊ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនយ៉ាងតិច635គ្រឿងពិសេសពីលើតំបន់គ្រីមេដែលរុស្ស៊ីកាន់កាប់នេះបើតាមការអះអាងរបស់ក្រសួងការពារប្រទេសរុស្ស៊ីក្រសួងនោះមិនបានបញ្ជាក់ពីចំនួនដ្រូនដែលអ៊ុយក្រែនបញ្ជូនទៅវាយប្រហារឬក៏ដ្រូនប៉ុន្មានគ្រឿងដែលបានទៅដល់គោលដៅវាយប្រហារឡើយម្យ៉ាងវិញទៀតរុស្ស៊ីបានបញ្ជូនដ្រូន133គ្រឿងនៅពេលយប់ទៅវាយប្រហារអ៊ុយក្រែនក្នុងនោះ24គ្រឿងបានទៅដល់គោលដៅវាយប្រហារបន្ទាប់មកទៀតនាថ្ងៃទី2សីហាការវាយប្រហារដាច់ដោយឡែកពីគ្នាទាំងឡាយរបស់រុស្ស៊ីប្រឆាំងទីក្រុងអ៊ុយក្រែន Zaporizhzhia និងក្រុង Kharkiv បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច2នាក់ការវាយប្រហារថ្មីដោយដ្រូនអ៊ុយក្រែនសម្ដៅឃ្លាំងស្តុកមួយកន្លែងរបស់ក្រុមហ៊ុន Wildberries នៅតំបន់ក្រុង Samaraចម្ងាយ800គីឡូម៉ែត្រពីព្រំដែនរុស្ស៊ីអ៊ុយក្រែនការវាយប្រហារនោះបណ្ដាលឲ្យមានភ្លើងឆាបឆេះតែមិនបណ្ដាលឲ្យមានជនរងគ្រោះឡើយមនុស្ស2នាក់ត្រូវបានស្លាប់ពេលដ្រូនអ៊ុយក្រែនមួយគ្រឿងវាយប្រហារអគារស្នាក់នៅក្នុងតំបន់សារ៉ាតឺខាងកើត Samara នៅសាធារណរដ្ឋរុស្ស៊ីអូតមូទីភាគពីយប់រុស្ស៊ីជនស៊ីវិល3នាក់ស្លាប់និង2នាក់ទៀតរងរបួសក្នុងការវាយប្រហារមួយរបស់ដ្រូនអ៊ុយក្រែនសរុបមនុស្ស8នាក់ស្លាប់ក្នុងការវាយប្រហារដោយដ្រូននិងកាំភ្លើងធំអ៊ុយក្រែនក្នុងតំបន់ Belgorod តំបន់សារ៉ាតឺនិងតំបន់អូតមូទីមនុស្ស3នាក់បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅទីក្រុងម៉ូស្គូដែលគេសង្ស័យថាជាស្នាដៃរបស់អ៊ុយក្រែនមានហេតុការណ៍ចុចបំផ្ទុះគ្រាប់បែកកែច្នៃពីសំណាក់នារីឃាតករម្នាក់នៅភោជនីយដ្ឋានមួយកន្លែងនៃទីក្រុងម៉ូស្គូបណ្ដាលឲ្យមនុស្សស្លាប់3នាក់និងរបួស21នាក់មានពាក្យចចាមអារ៉ាមនិយាយតគ្នានៅលើបណ្ដាញសង្គមថាការវាយប្រហារនេះអាចជាប់ពាក់ព័ន្ធទៅនឹងសង្គ្រាមអ៊ុយក្រែនហេតុការណ៍ផ្ទុះគ្រាប់បែកនោះកើតឡើងមុនម៉ោង8យប់បន្តិចក្បែរភោជនីយដ្ឋានអ៊ីតាលីស្ថិតនៅក្នុងអគារដ៏ខ្ពស់ស្កឹមស្កៃដែលគេសាងសង់តាំងពីជំនាន់ស្តាលីនគណៈកម្មការជាតិប្រឆាំងអំពើភេរវកម្មរបស់រុស្ស៊ីប្រកាសថាស្ត្រីដែលគេមិនបង្ហាញអត្តសញ្ញាណបានកាន់ឧបករណ៍ផ្ទុះជាប់ខ្លួននិងព្យាយាមដើរចូលទៅក្នុងភោជនីយដ្ឋានប៉ុន្តែសំណាងល្អភ្នាក់ងារសន្តិសុខចេញមកខត់ទណ្ឌគណៈកម្មការដដែលនេះថ្លែងបន្តទៀតថានារីរូបនោះរួមជាមួយនឹងភ្នាក់ងារសន្តិសុខដែលបានឃាត់នារីនោះនិងអតិថិជនម្នាក់ដែលចូលញ៉ាំអាហារនៅក្នុងហាងបានស្លាប់ភ្លាមៗនៅនឹងកន្លែងកាត់ហេតុទូរទស្សន៍ REN TV បានដកស្រង់ប្រភពមកផ្សាយថាមនុស្ស2នាក់ដែលរងរបួសត្រូវគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប៉ុន្តែដោយសារមុខរបួសធ្ងន់ធ្ងរពេកពួកគេក៏បានដាច់ខ្យល់ស្លាប់បាត់ទៅដូច្នេះបើគេបូកសរុបតួលេខទាំងមុនទាំងក្រោយចំនួនអ្នកស្លាប់ទាំងអស់ស្មើនឹង5នាក់គ្រាន់តែថារុស្ស៊ីមិនទាន់បញ្ជាក់ជាផ្លូវការថាចំនួនអ្នកស្លាប់ពិតប្រាកដប៉ុន្មានអ្នកនោះទេទូរទស្សន៍ REN TV ផ្សាយថាមនុស្ស6នាក់កំពុងរងរបួសធ្ងន់ចៅហ្វាយក្រុងម៉ូស្គូលោក Sergei Sobyanin សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពដែលបានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកខាងលើនេះហើយលោកយល់ថាត្រូវតែតាមចាប់អ្នកដែលទទួលខុសត្រូវនៅក្នុងរឿងនេះយកមកផ្ដន្ទាទោសលោកសរសេររៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍ថាអំពើវាយប្រហារបែបភេរវកម្មដ៏ឃោរឃៅនេះបានប្រព្រឹត្តឡើងនៅទីក្រុងម៉ូស្គូគេឃើញសមត្ថកិច្ចដែលកាន់កាំភ្លើងជ្រុងច្រាំងបានចោទដាក់ខ្សែហុំព័ទ្ធជុំវិញកន្លែងកាត់ហេតុអាជ្ញាធរមិនបានបញ្ចេញអត្តសញ្ញាណអ្នកស្លាប់និងរបួសនោះទេប្រភពខ្លះអះអាងនៅលើបណ្ដាញសង្គមថាអ្នកដែលជាគោលដៅនៃការវាយប្រហារនោះគឺជាមេបញ្ជាការជាន់ខ្ពស់យោធារបស់រុស្ស៊ីម្នាក់ប៉ុន្តែជាក់ស្ដែងគាត់មិនបានរងរបួសនៅក្នុងហេតុការណ៍នេះនោះទេនៅឆ្នាំនេះរុស្ស៊ីសន្យាថានឹងផ្ដល់ការការពារកាន់តែប្រសើរសម្រាប់មន្ត្រីយោធារបស់ខ្លួនបន្ទាប់ពីឧត្តមសេនីយ៍
យោធាជាច្រើនអ្នកត្រូវគេលុបធ្វើឃាតម្ដងមួយអ្នកខ្លះត្រូវគេប៉ង់ធ្វើឃាតប៉ុន្តែមិនបានសម្រេចរាល់ទង្វើទាំងអស់នេះត្រូវរុស្ស៊ីទម្លាក់ទៅលើអ៊ុយក្រែននៅក្នុងករណីវាយប្រហារលើកចុងក្រោយនេះអ្នកសរសេរអត្ថបទ blog អំពីសង្គ្រាម War Blogger របស់រុស្ស៊ីចាត់ទុកថានេះជាស្នាដៃរបស់អ៊ុយក្រែនច្បាស់ណាស់ទោះបីជាអ៊ុយក្រែនខំប្រឹងប្រកែកយ៉ាងណាក៏ដោយសារព័ត៌មាន Commotion របស់រុស្ស៊ីផ្សាយថានារីដែលដាក់គ្រាប់បែកតាមខ្លួននោះទំនងជាមិនបានដឹងខ្លួនកំពុងកាន់គ្រាប់បែកទេទំនងជាមានអ្នកផ្សេងរៀបចំផែនការនេះនិងបញ្ជាឲ្យផ្ទុះគ្រាប់បែកពីចម្ងាយលោកត្រាំប្រាប់ថាកិច្ចចរចាថ្មីជាមួយអ៊ីរ៉ង់នឹងចាប់ផ្ដើមនៅថ្ងៃច័ន្ទនេះស្ថានភាពមជ្ឈិមបូព៌ាបានធូរស្រាលបន្តិចប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំក៏ប្រកាសថាកិច្ចចរចាថ្មីជាមួយអ៊ីរ៉ង់នឹងចាប់ផ្ដើមនៅថ្ងៃច័ន្ទនេះហើយលោកថ្លែងប្រាប់អ្នកសារព័ត៌មានលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យទី3 ខែសីហាឆ្នាំ2026ប្រមុខសេតាបិមានថ្លែងថាពិតណាស់រងមិនចង់ឲ្យមានការវាយប្រហារលើពួកគេឡើយពួកគេដឹងរួចហើយថាការវាយប្រហារនោះនឹងមានឥទ្ធិពលខ្លាំងប៉ុណ្ណាគ្រាន់តែទំហំនៃការត្រៀមរបស់យើងពួកគេក៏ដឹងបាត់ទៅហើយដែរលោកបន្តថាឥឡូវអ្វីដែលយើងកំពុងធ្វើគឺពិភាក្សាជាមួយពួកគេក្នុងទម្រង់ការចរចាហើយវានឹងចាប់ផ្ដើមនៅរសៀលថ្ងៃស្អែកនេះតែម្ដងទោះបីជាយ៉ាងណាក៏ដោយលោកត្រាំមិនបញ្ជាក់ឡើយថាតើកិច្ចចរចាថ្មីនេះនឹងធ្វើឡើងនៅឯណោះហើយភាគីអ៊ីរ៉ង់ឯណោះក៏មិនទាន់ចេញមុខនិយាយអ្វីដែររឿងនេះកើតឡើងបន្ទាប់ពីលោកត្រាំប្រាប់ថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានដាក់គ្រាប់រួចទៅហើយត្រៀមតែបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ប៉ុណ្ណោះប៉ុន្តែក៏ព្រមផ្អាកទៅវិញព្រោះទីក្រុងតេហេរ៉ង់ស្នើសុំនឹងមានអន្តរាគមន៍ពីប្រទេសនៅមជ្ឈិមបូព៌ាតាមរយៈសារបង្ហោះលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ទី1 ខែសីហាឆ្នាំ2026លោកត្រាំរៀបរាប់ថាសហរដ្ឋអាមេរិករៀបចំរួចអស់ហើយដើម្បីវាយសន្ធាប់លើអ៊ីរ៉ង់ក្នុងកម្រិតយោធាពោពេញដោយកម្លាំងខ្លាំងបំផុតក្នុងកម្រិតដែលគ្មាននរណាធ្លាប់ឃើញសោះឡើយចាប់តាំងពីសង្គ្រាមលោកលើកទី2មកយ៉ាងណាលោកអះអាងថាផែនការនោះត្រូវផ្អាកទៅវិញព្រោះតែអ៊ីរ៉ង់ស្នើសុំក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ទៀតដែរដូច្នេះលោកក៏ព្រមផ្អាកវិញហើយទុកផ្លូវសម្រាប់កិច្ចចរចាឲ្យបានឆាប់រហ័ស